มีช่วยดอกบางบ้านที่สูงบ่าออกคนนะได้แอดออกบานอันญาตเอกชมบาทบานจูบสมพีตัวเราในทั้งนี้แอดดอมเชียสำนวนบงแอดดอมประกอบที่ชีวิตชุบหายทางการปีดาวชนะปีปอร์ไพประมวลนี้ริยรถทาบิบาการบุเชียบานบรรโตบนเยียเปลบานเลือการเลือกแรงหนึ่งอนุครูตะลือปนประทับตนาหรือการเตะกรรมสิทธิ์หรือก็สิทธิ์การกับอจรตรบได้เมียนดำไหลกราวหรือสมาหรือก็เลือ$7,000สำเร็จหนึ่งดำไหลมา$21,000สำเร็จสำหรับเนี่ยติงเตะเลือกดำบงเราโหดดอกดำนัดชนะปีปอนอภัยประมวยจังดังทาตายกระทรวงเมืองเคยอย่างโดยไม่ได้จุ่มพวกโกลโยบายดีบ้างโกลโยบายได้สำนักมาบวชประเดี๋ยวอยู่รอมไตรบานดัชใจนี้คือบานบรรทอโมปีโกลโยบายได้สำนักได้จูโลกบานดัชใจตั้งปีชนะปีปอนอภัยบ้างอยู่ดังให้สายบดาระบบโกลโยบายนี้นั่นคือบานดัชใจตั้งปีสมัยโควิดให้dương có đằng đấy thà vì là chọc covid tử dương kịp thà sẽ tự cách vì nâng tờ lọp màu với có phần trái tôi sẽ lá cứ sẽ thà nập vì phục lũ vì rất tại đòn đạp bây giờ tìm mũi sừng kriêm ôi kran đồ sĩ có ban chạp đám nơi ở trên năm Vipon 7 ปีហើយក្រោយមកបន្តិចទៀតក៏សង្គ្រាមអ៊ីស្រាអែលជាមួយនឹងហាម៉ាស់បាទហើយក្រោយមកក៏យើងនេះមានសភាពការជាមួយនឹងនៅតាមព្រំដែនជាមួយប្រទេសថៃនៅឆ្នាំទៅនេះហើយនៅដើមឆ្នាំនេះសង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់អញ្ចឹងស្ថានភាពសេដ្ឋកិច្ចសកលនៅតែដុនដាបរាជរដ្ឋាភិបាលបន្តគោលនយោបាយពីរាជរដ្ឋាភិបាលនៅអាណត្តិមុនក្នុងនាមក្រសួងរៀបចំដែនដីក៏ដូចជាក្នុងនាមឯកឧបនាយករដ្ឋមន្ត្រីយល់ឃើញថាគឺជាការគិតគូរដ៏ត្រឹមត្រូវប្រកបដោយចក្ខុវិស័យវែងឆ្ងាយគ្រប់ជ្រុងជ្រោយពីព្រោះថានៅពេលដែលលោកឲ្យបន្តអនុវត្តគោលនយោបាយនេះវិស័យអចលនទ្រព្យនេះកំពុងតែរងផលប៉ះពាល់ហើយមិនទាន់បានងើបវិញពីសភាពការសង្គ្រាមហើយនិងស្ថានភាពកូវីដនៅឡើយទី1ដែលយើងបន្តការអនុគ្រោះនៅក្នុងការបងប្អូនប្រថាប់ត្រានៅក្នុងការផ្ទេរកម្មសិទ្ធិនេះវានឹងជួយឲ្យគម្រោងមួយចំនួនអាចបន្តធ្វើដំណើរទៅមុខទៀតជាពិសេសគឺគម្រោងអភិវឌ្ឍនៅឋាននៅពេលដែលគម្រោងអភិវឌ្ឍដើរទៅមុខទៀតគឺអ្នកវិនិយោគនោះគាត់ហ៊ានដាក់ទុនបង្កើតគម្រោងថ្មីហើយអ្នកទិញនេះគាត់ជាពិសេសគឺអ្នកទិញផ្ទះដំបូងព្រោះគ្នាត្រូវការចាំបាច់ក្នុងការរកផ្ទះនៅអញ្ចឹងគាត់មានទឹកចិត្តនឹងទិញដោយសារផ្ទះហ្នឹងវាតម្លៃវាថោកការបទូបថយផ្នែកពន្ធដារសំខាន់មួយទៀតនៅពេលដែលគម្រោងដើរនៅពេលដែលគម្រោងអភិវឌ្ឍមានសកម្មភាពត្រូវយល់ថាការឋានសំណងនេះគឺចិញ្ចឹមមនុស្សច្រើនចិញ្ចឹមកម្មករសំណងចិញ្ចឹមអ្នកជំនាញចិញ្ចឹមអ្នកវិជ្ជាជីវៈជាស្ថាបត្យករជាវិស្វកររាប់ពាន់រាប់ម៉ឺនអ្នកនៅតាមការឋានអញ្ចឹងយើងមិនអាចគិតថាកាត់បន្ថយពន្ធលើការផ្ទេរនេះវាបានតែប្រយោជន៍ទៅអ្នកទិញទេតែគិតដល់ថាអ្នកដែលធ្វើការក្នុងវិស័យសំណងទាំងកម្មករនយោជិតទាំងអ្នកធ្វើអាជីវកម្មលក់ដូរសម្ភារៈសំណង់បរិការសំណង់ផលិតផលសំណង់អីក៏វាមានការរីកចម្រើនស្ថានភាពដែលសេដ្ឋកិច្ចសកលមិនច្បាស់លាស់នេះធ្វើឲ្យប្រជាពលរដ្ឋជាទូទៅមិនថាអ្នកវិនិយោគឬក៏អ្នកទិញទេគឺនៅក្នុងអារម្មណ៍ម្នាក់គឺការចាយវាឬក៏ការវិនិយោគនោះមានការប្រុងប្រយ័ត្នអញ្ចឹងនៅពេលដែលគាត់មិនច្បាស់គាត់មិនហ៊ានបោះទុនទេគាត់មិនហ៊ានទិញគាត់មិនហ៊ានវិនិយោគគាត់មិនធ្វើអីទាំងអស់អាហ្នឹងវាកៀងទាំងអស់គ្នាបាទអញ្ចឹងការដាក់ឲ្យបន្តនៅគោលនយោបាយអនុគ្រោះនិងលើកលែងពន្ធប្រថាប់ត្រានេះពិតជាចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចមួយជ្រុងពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យពិសេសនៃការវិវត្តនៅឋាននេះ
ដំណើរការបាទដំណើរការឡើងវិញមួយរយៈកន្លងមកនេះយើងបានឃើញលទ្ធផលជាក់ស្ដែងតែម្ដងជាពិសេសគឺចាប់ពីចុងឆ្នាំ2023មកដោយសារបញ្ហាការទិញលក់នៅក្នុងគម្រោងបរិយាគម្រោងដីឡូគម្រោងខុនដូមួយចំនួនជាប់គាំងដោយសារវិបត្តិហិរញ្ញវត្ថុដោយសារការទូទាត់ប្រាក់រវាងអ្នកម្ចាស់ដីនិងអ្នកអភិវឌ្ឍដោះស្រាយគ្នាមិនទាន់ចប់អញ្ចឹងវាប៉ះពាល់ធ្ងន់ធ្ងរមកលើអ្នកទិញបងប្អូនប្រជាពលរដ្ឋជាអ្នកទិញសុចរិតកាត់ឈ្មោះអត់បានទិញផ្ទះអត់បានផ្ទះទិញដីអត់បានដីគោលនយោបាយដែលសម្ដេចមហាបវរធិបតីបានដាក់ចេញគឺការអនុគ្រោះពន្ធកររហូតដល់សេវាសុរដីបាទគឺលោកថាជាបន្ទុករបស់លោកទាំងអស់រដ្ឋាភិបាលរ៉ាប់រងទាំងអស់ធ្វើវិញឲ្យតែប្រជាពលរដ្ឋបានប្លង់ដីបានប្លង់ផ្ទះហើយប្រគល់ភារកិច្ចជូនក្រសួងរៀបចំដែនដីក្រសួងសេដ្ឋកិច្ចសហការគ្នាដោះស្រាយជូនប្រជាពលរដ្ឋ បាទសូមអរគុណអាដាម